banជំរាបសួរបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយខ្ញុំមើលឃើញព័ត៌មានមួយទាក់ទងជាមួយនឹងជីវរដ្ឋដែលគាត់ខ្វះសាំងម៉ាស៊ុតបាទដែលអាជីវករអាជីវកម្មបាទកសិកម្មដែលកំពុងតែដាំដុះនៅក្នុងខែ3នេះបាទគាត់កំពុងត្រូវការម៉ាស៊ុតហើយចំពោះបងប្អូនដែលមានអត្រាគោយន្តគាត់ត្រូវការម៉ាស៊ុតហើយចំពោះខាងអ្នកលក់ដូចជាខាងការ៉ាសធំនោះគាត់មិនព្រមលក់ឲ្យគាត់ស្តុបរងចាំរាជរដ្ឋាភិបាលចាត់ចែងទៅវិញខ្ញុំមើលឃើញវីដេអូមួយនោះគាត់ផ្សព្វផ្សាយគាត់ធ្វើវីដេអូផុសហើយខ្ញុំក៏ឆ្ងល់ខ្ញុំឆ្ងល់ថាហេតុអ្វីយើងមិនលក់យើងរងចាំរាជរដ្ឋាភិបាលកំណត់ធ្វើអីយើងលក់ថោកទៅទេវាមិនដែលរាជរដ្ឋាភិបាលណាកំណត់ឲ្យយើងលក់1លីត្រ10000ទេបងប្អូនខ្ញុំជឿទេមានតែអាជីវកម្មដែលគាត់ចង់ចំណេញចង់កេងចំណេញចង់ឆ្លៀតឱកាសចង់មានលឿនចង់កើបលុយនឹងទេដែលគាត់ធ្វើបងប្អូនជឿខ្ញុំមួយម៉ាត់អញ្ចឹងសូមបងប្អូនកុំចាំឆេះការ៉ាស់បានបងប្អូនភ្ញាក់ខ្លួនបាទបងប្អូនគួរតែលក់ជូនពួកគាត់ទៅតាមតម្លៃដែលបងប្អូនថាចំណេញបាទបងប្អូនលក់ទៅហើយលក់អស់ក៏អស់ទៅបងប្អូនមិនចាំបាច់រងចាំនៅនេះរងចាំនៅនោះទេបងប្អូនរស់ស៊ីយូរហើយឆ្លាតបងប្អូនឆ្លាតជាងខ្ញុំទៅទៀតអញ្ចឹងបងប្អូនឆ្លាតជាងប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែនអ្នកនឹងទៅទៀតបងប្អូនអ្នករស់ស៊ីនឹងអញ្ចឹងខ្ញុំគ្រាន់តែសំណូមពរបាទសូមលើកម្រាមដៃសំពះពីចម្ងាយថាបងប្អូនគួរតែយកខួរក្បាលបងប្អូនដែលជាអ្នករស់ស៊ីនឹងយកមកគិតសារថ្មីឡើងវិញបងប្អូនសំណោះជាពលរដ្ឋយើងដែលកំពុងតែធ្លាក់ខ្លួនក្រលហេមលហាមដុនដាបច្ពាក់អង្គការបាទរត់ចោលស្រុកធ្វើការងារឲ្យគេនៅក្រៅប្រទេសបងប្អូនគិតមើលហើយគាត់មកធ្វើស្រែធ្វើចការធ្វើបានផលហើយថោកទៀតបាទមិនបានផលខ្លះធ្វើមិនបានផលហើយគាត់ក៏ប្រឹងធ្វើទៀតក្រែងឆ្នាំក្រោយធ្វើបានពេលដែលគាត់ធ្វើបានហើយវាថោកបាទអញ្ចឹងគាត់អត់រួចថ្លៃម៉ាស៊ុតមិនរួចថ្លៃសាំងមិនរួចថ្លៃជីមិនរួចថ្លៃឈ្នួលគាត់នៅតែទ្រាំធ្វើដោយសារពួកគាត់អត់មានការផ្លាស់ប្ដូរនឹងវិធីសាស្ត្ររស់ស៊ីគាត់មិនដឹងធ្វើអីនឹងដោយសារចំណេះវិជ្ជារបស់គាត់នៅមានកម្រិតបាទខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់សូមប្រើខួរក្បាលមានសញ្ជាតិជាខ្មែរឈាមជ័រជាខ្មែរបងប្អូនសម្លឹងឃើញលុយខ្ញុំដឹងហើយប៉ុន្តែបងប្អូនត្រូវគិតថាមានអាសន្នបងប្អូនប្រហែលជាលែងសម្លឹងឃើញលុយហើយបងប្អូនច្បាស់ជាសម្លឹងឃើញគ្នាឯងជាមនុស្សហើយអញ្ចឹងបងប្អូនគួរតែផ្លាស់ប្ដូរវិធីសាស្ត្រផ្លាស់ប្ដូរការគិតបងប្អូនបាទបងប្អូនត្រូវតែមានអាដាមកតេមួយថាមានបេះដូងមួយដែលគេហៅថាអ្នករស់ស៊ីសច្ចធម៌ណាបាទមានសច្ចធម៌មានគុណធម៌ក្នុងខ្លួនណាបងប្អូនបាទជាពលរដ្ឋមួយគាត់ដូចថាគាត់ជាអ្នកធ្វើស្រែធ្វើចការគាត់មិនមែនជាអ្នកលក់សាំងលក់សុទ្ធគាត់ពិបាកចិត្តណាបាទមានលុយទិញហើយទិញអត់បានអញ្ចឹងបើបងប្អូនមានម៉ាស៊ុតលក់ហើយបែរជាមិនលក់បងប្អូនមិនបាច់បើកទេបិទបដ ாய் ទៅបិទរហូតមកជីវិតទៅកុំបើកនាំតែគេខឹងគេក្តៅកាហាយទេបងប្អូនបាបធ្វើអញ្ចឹងបងប្អូនបាបបងប្អូនត្រូវដឹងថាបងប្អូនបាបបើបងប្អូនកាន់ពុទ្ធសាសនាបងប្អូនចេះធ្វើបុណ្យធ្វើទានបងប្អូនយល់ហើយបាទអរគុណច្រើនខ្ញុំនិយាយប៉ុណ្្នឹងបាទក្នុងប្រទេសក្រៅប្រទេសជួយ like ជួយ share ម្នាក់មួយផងបាទវីដេអូនេះបាទដើម្បីឲ្យបានឃើញនៅក្នុងពិភពលោកបានឃើញថាស្រុកខ្មែរវាមានរឿងសពបែបសពយ៉ាងបាទអរគុណច្រើនបងប្អូន